นี่ก็ជាម៉ូដ Air Fryer អញ្ចាក៏ម៉ូដហ្នឹងគឺល្បីមែនទែនគេល្បីយូរតែខ្ញុំតាមលេងហើយម៉ូដហ្នឹងក៏មាន item ច្រើនដែរហើយក៏មានម៉ូបកាន់តែច្រើនហ្មងនិយាយទៅម៉ូបប្លែកៗហ្មងណាអ្នកនេះអាចមើលបានអានេះគឺនាគភ្លើងមាននាគតកមាន siren និយាយទៅមានស្អីគេមន់កាត់ដៃអសរដែរនិយាយទៅប្លែកៗសាហាវហ្មងហើយក្នុងហ្នឹងមានតែគេអាប៉ែនេះដូចតែមានកពើនិយាយទៅក្នុងហ្នឹងមានម៉បអីចម្លែកច្រើនមែនតើនិយាយទៅច្រើនតែខ្ញុំចូលអ្នកនរនេះអត់អស់ហើយសម្រាប់នេះគឺមេធំគឺមេឆ្កែក្បាល3ហើយវាយគ្នាពេញហ្នឹងនេះគឺជាប៉ែម៉ាដូសាបាទនេះមានប៉ែនេះគឺឆាយអែនឡប់ប៉ុណ្ណាណៃនៅទីវាយគ្នាមួយឆ្កែក្បាល3ហើយនេះគឺសាយក្លប់ហ្នឹងគឺសាហាវណាស់គ្នាមេផ្សេងគឺវាចេះសាយក្លប់ហើយសំបីម៉ាដូសាគឺតែប៉ែហ្មងហើយក្នុងហ្នឹងក៏មាន item វាយលយដែរអ្នកអាចមើលបានខ្ញុំមកធ្វើការចិញ្ចឹមមៀកម្ដងហើយនេះហ្នឹងគឺវាតដាក់ឡាវ៉ាបានវាឆាប់ញាស់អ្នកនរគ្នាហើយនេះហ្នឹងសំខាន់វាលយត្រង់យើងអាច customize ពណ៌វាបានណានិយាយទៅពណ៌ឡើងចូលអាចថែមហ្មងបាទនេះនោះយើង customize បានពណ៌ផ្កាឈូកទៀតនិយាយទៅចេញមកស្អាតហ្មងណានិយាយទៅនេះហ្នឹងc'estរបស់ប្លែកC iron C អីណាឆ្កយទៅហើយពេលដែលខ្ញុំកំពុងតែរក item មកវា C ហ្នឹងគឺអាខ្សែក្លប់នោះវាវាយនេះខ្ញុំងាប់អស់លេងអ្នកនរគ្នាហើយទៅគៀងសាហាវនិយាយទៅអាប៉ែហ្នឹងចង្រៃហ្មងដល់ថាមកវាយនេះឯងងាប់អស់លេងមានវាយខ្ញុំងាប់ប៉ុណ្ណឹងហើយវាទៅចង់វាយនេះលើមេឃនោះទៀតវាលើមេឃហ្នឹងក៏ស្អាតដែរតែសំខាន់ពេលដែលខ្ញុំដើរទៅខ្ញុំបានឃើញ structure ហើយក្នុង map ហ្នឹងដូចជាមាន structure ច្រើនដូចគ្នាអ្នកនរគ្នាហើយនេះវិញគឺចាប់កាត់តោហើយ structure ច្រើនហ្នឹងប្រហែលជាមាននាគនៅក្នុងហ្នឹងណាអ្នកនរគ្នាហើយបន្តែនាគនេះគឺនាគកាត់បែបជប៉ុនមានមេមានកូនពេលដែលជីមេហ្នឹងខ្ញុំអត់ដឹងវាស៊ីអីខ្ញុំថែមវាកើតទៅខ្ញុំលួចពងវាទៅថែមខ្លួនឯងពេលវាញាស់មកវានឹងប្រាប់យើងហ្មងថាវាស៊ីអីចឹងណាគ្រាន់តែយើងដាក់ពងហ្នឹងមកប្រាប់មកយើងអង្គុយហើយយើងប៉ះវាបន្តិចទៅគឺវាញាស់ហើយវានឹងប្រាប់យើងហ្មងថានាគហ្នឹងស៊ីអីហើយថានាគនេះទួចខ្ជូតសាហាវនាគនេះគឺវាស៊ីសាម៉ុនមកយើងយកខ្សែទៅដាក់វាដើម្បីស្រួលយើងយកថេមវាហើយខ្ញុំទៅដាក់រោសាម៉ុនឲ្យវាស៊ីហើយទៅនេះនឹងខ្ជូតសាហាវខ្ញុំអត់ចង់ឲ្យវាធំសោះប៉ុន្តែបើវាអត់ធំយើងជីមិនកើតប៉ុន្តែមើលវាធំម្ដងតិចនិយាយទៅខ្ជូតសាហាវហ្មងនេះគឺនាគកាត់ជប៉ុនដែរដល់នេះនោះម៉ែឲ្យវាក្នុងផ្ទះនោះខ្ញុំលួចកូនគេមកចំមកប៉ុណ្ណាណៃហ្មងហើយចាំមើលទៀតខ្ញុំនឹងបង្ហាញនាគផ្សេងទៀតឲ្យអ្នកគ្នាមើលហើយក្នុងនោះគឺមាននាគច្រើនហើយស្អាតដែរណាអ្នកគ្នាស្មាននាគប្លែកទៀតតែនាគហ្នឹងក៏វាអាច attack បានដែរអ្នកគ្នាវា attack មកជាងអីប្លែកខុសពីគ្នាអញ្ចឹងណាហើយនេះគឺនាគថ្មីដែលខ្ញុំបង្កើតឲ្យអ្នកគ្នាមើលនាគហ្នឹងcònយើងអង្គុយមកយើងប៉ះវានឹងញាស់ហើយនាគហ្នឹងគឺ C glowberry អ្នកនរគ្នាសំខាន់នាគហ្នឹងស្លាប់វាស្អាតដែរអ្នកគ្នាដូចមានបើអញ្ចឹងយើងcòn C glowberry វាទៅវានឹងធំហើយពេលដែលវាធំហ្នឹងគឺយើងអាច upgrade រាងវាបានទៀត upgrade level ណាដូច upgrade level ហ្នឹងវាមានផ្លែ3អ្នកឃើញអត់ upgrade level max វាគឺ level 10យ៉ា upgrade ឲ្យវាលឿនឲ្យវាខ្លាំងអីចឹងហើយសំខាន់យើងអាចឲ្យវាអង្គុយឈរបានដូចសត្វចឹងហើយឥឡូវយើងគាត់ទៅដាក់សារដល់ហ្នឹងគឺយើងអាចជិះវាបានហើយខ្ញុំឆ្លាញ់នាគនេះណាអ្នកស្លាប់វាដូចមេអំបៅចឹងតែដល់ខ្ជូតសាហាវហ្មងហើយនាគនេះក៏វាអាច attack បានដែរពេល attack ទៅដូចចេញដុំសមិនទេដូចដុំតកដុំអីខ្ញុំដឹងដែរ